បាទឥឡូវយើងចូលមកលំហាត់យើងបន្ទាប់មេរៀនដដែលបរមាត្រដដែលអញ្ចឹងយើងកណនីលំហាត់របស់យើងអញ្ចឹងយើងមានចំនួន2លំហាត់បាទយើងមានលំហាត់កនិងលំហាត់ខបាទគេចង់បានបរមាត្រដូចគ្នាអញ្ចឹងឥឡូវលោកកែកមុនចុះកែលំហាត់កមុនអញ្ចឹងធ្វើការបិទលំហាត់ខចោលបាទអញ្ចឹងមុននឹងធ្វើការអនុវត្តកែលំហាត់យើងរំលឹកឡើងវិញបរិមាត្រគឺជាប្រវែងនៅជុំវិញរូបបាទជុំវិញរូបបាទដែលរូបទាំងអស់ហ្នឹងគេហៅវាថារូបធរណីមាត្របាទរូបទាំងអស់ហ្នឹងយើងហៅថារូបធរណីមាត្រអូខេអញ្ចឹងបាទអញ្ចឹងលំហាត់ករបស់យើងគឺរូបបែបនេះបាទរូបបែបនេះចឹងដើម្បីរកវាបានយើងត្រូវយកប្រវែងនៃជ្រុងនីមួយៗរបស់វាបូកចូលគ្នាអញ្ចឹងយើងរាប់ជ្រុងមើលមានប្រហែលជ្រុង1 2 3 4 5 6 7 8ជ្រុងបាទប៉ុន្តែតម្លៃលេខដែលគេឲ្យយើងតែ3ជ្រុងទេអញ្ចឹងនៅសល់5ជ្រុងទៀតតើយើងធ្វើម៉េចបានរកឃើញបាទអញ្ចឹងជំហានដំបូងគឺយើងត្រូវសង្កេតមើលបាទសង្កេតមើលចំណុចដែលយើងត្រូវចំណាំអញ្ចឹងកាលណាគេមានគូបែបនេះបាទគូបែបហ្នឹងបាទបែបហ្នឹងនេះអត់ថាគេមានគូបែបហ្នឹងគឺតម្លៃដែលគេគូបែបហ្នឹងគឺតម្លៃវាគឺស្មើគ្នាទាំងអស់អញ្ចឹងតើស្មើនឹងប្រមាណអញ្ចឹងដោយសារនេះប្រវែងជ្រុងនេះគេឲ្យយើងប្រមាណ5ម៉ែត្រអញ្ចឹងបើអានឹង5ម៉ែត្រអញ្ចឹងអាប្រវែងជ្រុងនេះបាទប្រវែងជ្រុងនេះបាទប្រវែងជ្រុងនេះគឺសុទ្ធសឹងតែស្មើគ្នាទាំងអស់អញ្ចឹងមានមួយជ្រុង2ជ្រុង3ជ្រុង4ជ្រុងបាទអញ្ចឹង4ជ្រុងគឺស្មើនឹងជ្រុងនេះទាំងអស់គឺស្មើនឹង5ដូចគ្នាអញ្ចឹងមានន័យថាអានេះ5បាទអានេះ5បាទហើយអានេះ5អានេះក៏5ដែរអូខេអាហ្នឹងក៏5ដែរបាទអញ្ចឹងយើងដឹង4ជ្រុងនៅខ្វះមួយជ្រុងទៀតបាទអញ្ចឹងមួយជ្រុងទៀតយើងសង្កេតមើលប្រសិនបើគូអានេះជាប់គ្នាហើយយើងធ្វើការលុបអានេះចោលលុបអាជ្រុងនេះចោលតើរូបហ្នឹងជារូបអីគេបាទអញ្ចឹងកាលណាយើងបិទអានេះចោលវាទៅជាចក្រកោណកែងបាទដែលចក្រកោណកែងប្រវែងជ្រុងរបស់វាគឺប្រវែងនេះនិងប្រវែងនេះគឺស្មើគ្នាព្រោះវាជាបន្ទឹងដូចគ្នាបាទបន្ទឹងដូចគ្នាហើយវាស្របគ្នាអញ្ចឹងបាទអានេះ10អានេះក៏វា10ដែរបាទវា10ដែរអញ្ចឹងយើងស្គាល់ជ្រុងវាអស់យើងធ្វើតាមនិយមន័យរបស់វាបាទនិយមន័យគឺដូចលោកលើកឡើងមកអញ្ចឹងគឺជាប្រវែងជុំវិញនៃរូបធរណីមាត្របាទប្រវែងជុំវិញនៃរូបធរណីមាត្របាទអញ្ចឹងរូបធរណីមាត្រយើងគឺរូបហ្នឹងបាទប្រវែងជុំវិញហ្នឹងគឺយើងបូកចូលគ្នាទាំងអស់អញ្ចឹងគ្រូសន្មតថាយើងបូកពីនេះទៅចាស់ពីលេខ15ទៅចាស់អញ្ចឹងបូកពីជ្រុងលេខ15បាទបូកនឹងជ្រុងនេះបាទចេះបរមាត្របាន15បូកឲ្យ10បូកឲ្យ5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 ហើយនឹងបូកឲ្យ10បាទបូកឲ្យ10អានេះគឺយើងប្រើតាមនិយមន័យដោយយើងមិនទាន់ប្រើនៅរូបមន្តបាទជាប្រើនៅនិយមន័យជាយើងធ្វើការបូកបញ្ចូលគ្នាមកបាទអញ្ចឹងតាក់យើងចូលទៅធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងបានហ្មងយើងបានគេបានអូខេគេបានអញ្ចឹងគ្រូមិញយកពីលេខ15ទៅអញ្ចឹងយើងបាន15ម៉ែត្របាទបូកនឹង10ម៉ែត្របូកនឹងបាទអញ្ចឹងអាប្រវែងនេះមិញគឺវាស្មើគ្នាទាំងអស់ស្មើនឹង5ម៉ែត្របាទបូកទៅទៀតបូកអានេះបានដែរ5ម៉ែត្រដែរបាទបូកទៅទៀតអានេះ5ម៉ែត្រដែរបូកទៅទៀតតម្លៃវា5ម៉ែត្រគុណវានឹងបូកទៅទៀតអានេះបានដែរ5ម៉ែត្រដែរបាទបូកទៀតអានេះ5ម៉ែត្រ
បាទ5ម៉ែត្របូកទៅទៀតអានេះ10ម៉ែត្របាទ10ម៉ែត្របូកអស់ហើយយើងអស់តែ10ម៉ែត្រហ្នឹងឯងបាទហើយយើងចង់ទៀមទាត់ថាតើយើងត្រូវក៏ខុសយើងរាប់ជ្រុងវាមិញឡើងវិញមក1 2 3 4 5 6 7 8ជ្រុងតើតម្លៃយើងបូក8ជ្រុងអត់1 2 3 4 5 6 7 8 9អូសំទោសរាប់តាមអី1បាទអញ្ចឹងជ្រុងមកយើងមាន8អញ្ចឹងជ្រុងយើងមាន8អញ្ចឹងមានន័យថាលោកគ្រូតសេនេះគឺលើសមួយជ្រុងហើយបាទអញ្ចឹងជ្រុង5នេះមានតែ1 2 3 4 5ឯងតែក្នុងនេះបូកលើសដល់6អញ្ចឹងយើងលុប1ចោលមកបាទអញ្ចឹងតែប៉ុណ្្នឹងទេបាទអូអានេះផ្លេចដាក់ p យើងបាន p ផងណាកុំភ្លេច p ស្មើបរិមាត្រយើងតាំងដល់អក្សរ p បាទយើងទៅទៀតតើបូកទៅឃើញតម្លៃប៉ុន្មានបាទយើងបូកចូលគ្នាមក15បូកឲ្យ10យើងបាន25 25បូកឲ្យ5 30 30បូក5 35បូក5 40 40បូក5 45 50 50បូក10បាន60បាទអញ្ចឹងលំហាត់ហ្នឹងគឺយើងឃើញ60ម៉ែត្របាទបរិមាត្រវាគឺស្មើនឹង60ម៉ែត្រយើងឆ្លើយថាមកដូចនេះបរិមាត្រនៃរូបខាងលើហ្នឹងគឺស្មើនឹង60ម៉ែត្របាទ60ម៉ែត្របាទដូចនេះបាទដូចនេះបាទ p ស្មើ60បាទ60ម៉ែត្របាទ60ម៉ែត្រយើងអាចទៅសេជានិមិត្តសញ្ញាអង់គ្លេសវិញមកបាទទៅទៀតបាទយើងចូលមកដល់លំហាត់ខបាទ